សួស្តីបងប្អូនអរគ្នាស្វាគមន៍សាជាថ្មីមកកាន់វីដេអូមេរៀនថ្ងៃនេះហើយថ្ងៃនេះផងដែរគឺយើងរៀនពាក់ព័ន្ធអំពីការស្វែងរកណានៃ pattern ក៏ដូចជា concept supply and demand ជាមួយនឹង candlestick ទាំងអស់គ្នាអញ្ចឹងបកទៅមេរៀនកន្លងមកដែលយើងបានរៀនគឺយើងរៀនពាក់ព័ន្ធអំពីរូបមន្តណាមេរៀននៃការចាប់តំបន់នីមួយៗនៃ supply and demand អញ្ចឹងថ្ងៃនេះគឺយើងយករូបមន្តមេរៀនដែលយើងបានរៀនយកមកធ្វើការស្វែងរកទាំងអស់គ្នាថាតើអឺយើងគួរតែចាប់បែបម៉េចជាមួយនឹងcandlestick ណាអូខេអញ្ចឹងជាដំបូងខ្ញុំសូមឲ្យទាំងអស់គ្នាត្រឡប់ទៅមើលមេរៀនណាឲ្យបានចាំមកវិញសិនបន្ទាប់មកនៅពេលដែលបងប្អូនអឺបានចាំនៅមេរៀនទាំងអស់ហ្នឹងហើយបងប្អូនត្រូវយកវាណាមកអនុវត្តនៅលើក្រាហ្វិកជាក់ស្ដែងហ្នឹងហើយអនុវត្តនៅលើក្រាហ្វិកជាក់ស្ដែងហ្នឹងហើយជាពិសេសតាក់ទងជាមួយនឹងមេរៀនកន្លែងនេះគឺវាមានសារៈសំខាន់មែនទែននៅក្នុងការដែលបងប្អូនអាចយកទៅអនុវត្តបានណាក៏ដូចជាយើងស្វែងរកអឺទៅតាមរូបមន្តដែលយើងរៀនទាំងអស់គ្នាអញ្ចឹងជាដំបូងខ្ញុំសូមឲ្យយល់បែប concept ណារបស់ supply and demand ឲ្យច្បាស់បន្ទាប់មកយើងមិនទាន់គិតអីច្រើនយើងរៀនចាប់អំពី candlestick ឲ្យបានច្បាស់អញ្ចឹងណាហើយវាមានន័យថាយើងគួរតែរកតំបន់ក៏ដូចជាគួរតែស្វែងរកcandlestick នៅទីតាំងកន្លែងណាដើម្បីឲ្យវាបានចូល concept នៃរូបមន្តរបស់យើងអូខេអញ្ចឹងយើងក៏លេចមកមើលទីផ្សារទាំងអស់គ្នាដោយខ្ញុំចង់បង្ហាញបងប្អូនហើយអូខេអញ្ចឹងយើងចូលមកដល់កន្លែងនេះគឺខ្ញុំមើលឃើញថាទីផ្សារកំពុងតែមានការឡើងហើយបន្ទាប់មកទីផ្សារបានអឺ movement bearish ហ្នឹងហើយជាលក្ខណៈ bearish អញ្ចឹងណាអូខេអញ្ចឹងចំណុចកន្លែងហ្នឹងគឺខ្ញុំអត់ទាន់មានតំបន់ណាដែលអាចចូលផ្សារបានទេអញ្ចឹងអ្វីដែលខ្ញុំត្រូវរង់ចាំគឺខ្ញុំរង់ចាំនៅតម្លៃដែលវាបានបង្កើតណាទៅតាមរូបមន្តនៃ concept របស់យើងដែលយើងបានរៀនអូខេអញ្ចឹងយើងចាំមើលទាំងអស់គ្នាបាទអូខេអញ្ចឹងខ្ញុំឃើញកន្លែងនេះគឺខ្ញុំអាចចាប់វាបានជាលក្ខណៈ candlestick មួយដែលគេហៅថាpin bar ណាអញ្ចឹងតំបន់នេះគឺខ្ញុំមើលឃើញហើយថាខ្ញុំមានកន្លែងចូលផ្សារដូចគ្នាហើយមួយវិញទៀតគឺអ្វីដែលខ្ញុំអាចនិយាយបានថាកន្លែងនេះគឺខ្ញុំអាចមើលឃើញថាទីផ្សារកំពុងតែធ្វើការផ្លាស់ប្ដូរលំហូរណាទីផ្សារធ្វើការផ្លាស់ប្ដូរលំហូរអញ្ចឹងចំណុចនេះគឺយើងពាក់ព័ន្ធទៅនឹងការcombine នៃ concept ដទៃទៀតចូលជាមួយគ្នាអញ្ចឹងណាហើយដោយសារតែមេរៀននេះគឺយើងចង់ផ្ដោតសំខាន់ទៅលើការចាប់នៃ candlestick ជាមួយនឹង concept supply and demand អញ្ចឹងបងប្អូនត្រូវតែយកចិត្តទុកដាក់ជាមួយនឹងការរៀនមួយនេះហើយពាក់ព័ន្ធជាមួយនឹងមេរៀនបន្ទាប់គឺយើងនឹងរៀនបន្តទៅអញ្ចឹងទៅណាអូខេអញ្ចឹងយើងចូលមកដល់ចំណុចនេះគឺខ្ញុំអាចចាប់វាបានជាគេហៅថា bearish pin bar ណាហើយក៏ខ្ញុំអាចចាត់ទុកវាជា supply area ដូចគ្នាហ្នឹងហើយអញ្ចឹងអ្វីដែលខ្ញុំអាចធ្វើបានឥឡូវនេះគឺខ្ញុំអត់ទាន់ធ្វើការចូលភ្លាមទេគឺខ្ញុំរង់ចាំឲ្យវាមកដល់តំបន់នៃ supply area មួយនេះសិនអូខេអញ្ចឹងយើងមើលថាតើវាមកដល់អត់អូខេអញ្ចឹងតំបន់នេះគឺវាបានមកដល់ហើយអញ្ចឹងខ្ញុំនឹងធ្វើការបើក position នៅត្រង់ចំណុចនេះដោយធ្វើការលក់ណាហើយសម្រាប់ SL គឺខ្ញុំដាក់ត្រឹមតែ25 pip ទេណានៅលើតំបន់ហ្នឹងអូខេហើយយើងមកមើលខាងក្រោមពាក់ព័ន្ធជាមួយនឹងតំបន់នេះអញ្ចឹងតំបន់នេះក៏បងប្អូនឃើញកន្លែងក៏យើងមានគេហៅថាជាលក្ខណៈ demand area ដែរវាជា pin bar ដូចគ្នាណាប៉ុន្តែខ្ញុំអត់យកកន្លែងនេះយកជាតំបន់demand area ទេដោយសារតែបើសិនជាយើងមើលទៅតាមជាក់ស្ដែងគឺបងប្អូនឃើញទេទី1ទីផ្សារធ្វើការdrop ហើយណាទីផ្សារធ្វើការdrop ហើយបន្ទាប់មកវាធ្វើការបង្កើតនៅតំបន់ base ហ្នឹងឯងអញ្ចឹងពេលណាដែលផ្សារធ្វើការកើតនៅតំបន់ base ហើយបូកផ្សំជាមួយនឹង
ទីផ្សារវាប្តូរលំហូរចុះវិញអញ្ចឹងអ្វីដែលយើងអាចធ្វើបានគឺយើង follow trend ណាយើង follow trend ព្រោះដោយសារតែ concept ក៏ដូចជារូបមន្តយើងគឺ work បានទៅតាមលំហូរនៃទីផ្សារជាក់ស្ដែងអញ្ចឹងបើសិនជាបងប្អូនtrade ប្រឆេះផ្សារគឺវាមានភាគរយតិចណាស់ដែលអាចឲ្យបងប្អូនបានលទ្ធផលបានមកពីការ set up របស់បងប្អូនអញ្ចឹងហើយយើងត្រូវតែព្យាយាមរៀនក៏ដូចជាស្គាល់នៃលំហូរទីផ្សារបានច្បាស់ហ្នឹងហើយអញ្ចឹងបានយើងមានភាពងាយស្រួលនៅក្នុងការពេលដែលយើង trade ទៅវាមានផលចំណេញច្រើនអញ្ចឹងទៅណាអូខេអញ្ចឹងកន្លែងចំណុចនេះខ្ញុំមើលឃើញថាវាជាតំបន់ pin bar ក៏ដូចជា demand zone ដូចគ្នាបាទចំពោះការ sell របស់ខ្ញុំគឺខ្ញុំយក TP ណាត្រឹមនេះអូខេខ្ញុំយក TP ត្រឹមនេះ អញ្ចឹងមានន័យថាឥឡូវនេះគឺខ្ញុំបើក position ត្រង់នេះអញ្ចឹង SL គឺខ្ញុំចំណាយ25 pip ប៉ុន្តែខ្ញុំបាន revert មកវិញគឺ135 pip អញ្ចឹងណាអញ្ចឹងវាពាក់ព័ន្ធជាមួយនឹង risk reward គឺវាឲ្យផលយើងបានច្រើនមែនទែនដោយ SL យើងត្រឹមតែ25 pip ទេប៉ុន្តែ TP យើងបាន135 pip ហ្នឹងហើយអញ្ចឹងយើងមកមើលបន្តមកថាវាទៅដល់ TP យើងអត់អូខេអញ្ចឹងបងប្អូនត្រូវចាំអូខេធីđấyហ្នឹងហើយធីđấyឃើញទេអញ្ចឹងនៅពេលណាដែលយើងធ្វើការចាប់នៅតំបន់ concept របស់យើងត្រឹមត្រូវគឺយើងចូលហើយបូករួមជាមួយនឹងយើងចូលលក្ខណៈថាស្រប trend ជាមួយនឹងផ្សារភាគរយដែលត្រូវគឺវាមានច្រើនណាភាគរយដែលត្រូវគឺវាមានច្រើនអូខេអញ្ចឹងយើងមកមើលទៀតថាតើយើងអាចមានកន្លែងណាចូលបានទៀតអត់អញ្ចឹងឥឡូវយើងស៊ីបានគេហៅថា135ទី3អូខេអញ្ចឹងហើយពាក់ព័ន្ធជាមួយនឹងតំបន់demand zone នេះឃើញទេដោយសារអីបានខ្ញុំប្រាប់ថាកន្លែងនេះគឺយើងអត់ស័ក្តិសមនឹងធ្វើការបាយជាមូលហេតុគឺយើងមើលឃើញណាថាលំហូរផ្សារវាបានផ្លាស់ប្ដូរហើយអញ្ចឹងវាផ្លាស់ប្ដូរមកផ្លាស់ប្ដូរមកចាប់ពីកន្លែងណាមកគឺយើងតិចទៀតយើងនឹងមានមេរៀនបន្តបន្ទាប់ដែលពាក់ព័ន្ធជាមួយនឹងការ break out ក៏ដូចជាការ confirm ណានានានៅមេរៀនខាងមុខហ្នឹងហើយអញ្ចឹងឥឡូវនេះគឺយើងចូលមកដល់ចំណុចបន្ទាប់គឺយើងត្រូវមើលទៀតមើលថាតើមានតំបន់ណាដែលយើងអាចចូលបានទៀតហ្នឹងហើយអូខេអញ្ចឹងបងប្អូនឃើញទេកន្លែងនេះគេហៅថាអីគេហៅថាជាលក្ខណៈ bullish engulfing ត្រូវទេបាទអញ្ចឹងចំណុចនេះគឺខ្ញុំបានឃើញទីផ្សារកំពុងតែធ្វើការមូលឡើងអញ្ចឹងអ្វីដែលយើងអាចធ្វើបានគឺយើងអាចមានតំបន់មួយសម្រាប់រងចាំធ្វើការបាយទៅលើវិញដោយសារអីទីមួយទីផ្សារវាបានធ្វើការអឺ break ក៏ដូចជាទីផ្សារធ្វើការបាន move ទៅលើជាលក្ខណៈ rally អូខេអញ្ចឹងអ្វីដែលយើងអាចធ្វើបានគឺយើងចាំមើលហើយមួយទៀតបងប្អូនបញ្ជាក់បន្តិចពាក់ព័ន្ធជាមួយនឹងការចុះនេះគឺជាលក្ខណៈ drop ត្រូវទេយើងមកមើលពាក់ព័ន្ធជាមួយនឹង concept យើងណាអានេះ drop ហើយបន្ទាប់មកវាធ្វើការបង្កើតនៅ best ត្រូវទេ best ហើយបន្ទាប់មកវា rally អញ្ចឹងអាហ្នឹងជារូបមន្តចូលរបស់យើងត្រូវទេវាចូលរូបមន្តរបស់យើងហើយពាក់ព័ន្ធជាមួយនឹង concept reversal model ត្រូវទេ reversal model អញ្ចឹងថាតើ concept មួយហ្នឹងវា work សម្រាប់នៅក្នុងការ set up របស់យើងអត់ចាំមើលទាំងអស់គ្នាអូខេអញ្ចឹងតំបន់នេះគឺខ្ញុំជាតំបន់មួយដែលរងចាំមើលតើវាដល់អត់អីចឹងទៅណាអូខេចាំមើលទាំងអស់គ្នាអញ្ចឹងទីផ្សារវាមានការមូលឡើងខ្លាំងអញ្ចឹងអ្វីដែលយើងអាចរងចាំបានគឺយើងរងចាំនេះឃើញទេអូខេឃើញទេអឺយើងបកមកកន្លែងនេះបន្តិចមកហ្នឹងហើយអូខេអញ្ចឹងអ្វីដែលយើងរងចាំណាអញ្ចឹងវាមកដល់ហើយត្រូវទេនេះអូខេអញ្ចឹងតំបន់នេះគឺខ្ញុំរងចាំបាយអ្វីដែលខ្ញុំអាចធ្វើបានគឺខ្ញុំដាក់កន្លែងដដែលខ្ញុំបាយនៅតំបន់ហ្នឹងហើយ SL គឺខ្ញុំចំណាយត្រឹមតែ40ណា45ពីរពេហើយសម្រាប់ TP គឺយើងអាចយកនៅតំបន់ណាមួយណាដែលយើងគិតថា
វាទៅដល់អូខេអញ្ចឹងចំណុចនេះគឺខ្ញុំចង់យកនៅតំបន់លើនេះហ្នឹងហើយខ្ញុំយកតំបន់លើនេះមកណាវាឆ្ងាយណាប៉ុន្តែខ្ញុំអាចជឿជាក់ថាវាទៅដល់ណាអូខេអញ្ចឹងយើងទៅមើលទាំងអស់គ្នាអូខេវាចំណាយពេលយូរមើលថាវាទៅដល់ហើយអូខេឃើញទេ hit TP យើងបាត់ណាអូខេអញ្ចឹងអានេះជាចំណុចមួយដែលយើងត្រូវតែចាំហើយមួយវិញទៀតគឺអឺសម្រាប់រូបមន្តដែលយើងធ្វើការចាប់ណាធ្វើម៉េចឲ្យទៅត្រូវទៅតាមមេរៀនដែលយើងបានរៀនអាហ្នឹងយើងមានលទ្ធផលល្អចំពោះក្នុងការ set up ហើយអញ្ចឹងឥឡូវយើងមកមើលបន្តទៀតយើងបាន250ពីបទៀតហើយដោយ SL យើងចំណាយត្រឹមតែ45ពីបទេឃើញទេអញ្ចឹងឲ្យតែយើងព្យាយាមណាធ្វើទៅតាមក្បួនខ្នាតនៃរូបមន្តខ្ញុំជឿថាយើងនឹងអាចមានផលចំណេញទាំងអស់គ្នាហ្នឹងហើយអូខេអញ្ចឹងយើងបានមើលឃើញថាទីផ្សារកំពុងតែមានការផ្លាស់ប្ដូរលំហូរអ្វីដែលយើងអាចមើលឃើញគឺកន្លែងនេះគឺយើងបានឃើញនៅតំបន់ដែលយើងត្រូវការមួយទៀតហើយអញ្ចឹងតំបន់នេះបងប្អូនឃើញអាហ្នឹងជាអីអាហ្នឹងជា best ត្រូវទេហើយ best ហ្នឹងគឺជាគេហៅថាតំបន់ dimension នេះគ្នាត្រូវទេអឺពេលណាដែលទីផ្សារវាធ្វើការមានការឡើងវាមិនបង្កើតជា rally ហើយបន្ទាប់មក best ត្រូវទេអូខេអញ្ចឹងវាឡើង rally វិញទៀតអញ្ចឹងវាអាចបង្កើតតំបន់នោះក្លាយជាតំបន់មួយដែលគេហៅថាតំបន់ dimension នេះឯងអញ្ចឹងអ្វីដែលខ្ញុំអាចមើលបានគឺខ្ញុំព្យាយាម trade ទៅតាមលំហូរទីផ្សារដែលបច្ចុប្បន្នគឺផ្សារកំពុងតែឡើងអញ្ចឹងអ្វីដែលយើងអាចធ្វើបានគឺយើងរង់ចាំនៅតំបន់ដែលយើងអាច set up ជា dimension ឯងអូខេតោះឥឡូវយើងរង់ចាំមើលថាតើវាមកដល់តំបន់ដែលយើងចង់ចូលអត់បាទអូខេអញ្ចឹងទីផ្សារឡើងខ្លាំងយើងចាំមើលថាតើតំបន់ដែលយើងរង់ចាំហ្នឹងវាមកដល់អត់អូខេអូខេដល់ទៅយកហើយហ្នឹងអញ្ចឹងចំណុចនេះគឺយើងបានឃើញទីផ្សារកំពុងតែមានការមូលមកក្រោមវិញប៉ុន្តែតម្លៃគឺចំណុចនេះបងប្អូនបកមកវិញយើងបកមកវិញជាមូលហេតុគឺកន្លែងនេះដោយសារតែវាឡើងឆ្ងាយណាជាទូទៅគឺទីផ្សារនៅពេលដែលវាមានការឡើងទៅឆ្ងាយតំបន់ដែលយើងរងចាំគឺយើងទុកម្ដុំសិនណាយើងនៅវាទុកកន្លែងនេះម្ដុំសិនអ្វីដែលយើងអាចមើលជាក់ស្ដែងបានយើងត្រូវតែព្យាយាមមើលទៅតាមលំហូរថាតើវាបានបង្កើតអ្វីទៀតអត់ណាដោយកន្លែងនេះខ្ញុំមើលឃើញបាទខ្ញុំមើលឃើញគឺទីផ្សារគឺការបង្កើតណាបង្កើតនៅគេហៅថាbullish skin bar ណាដែលយើង concept របស់យើងណាអូខេឥឡូវខ្ញុំចាប់តំបន់នេះណាអញ្ចឹងបងប្អូនត្រូវចាំថាទីផ្សារបើសិនជាវារត់ទៅឆ្ងាយណាពីតំបន់ដែលយើង set up អញ្ចឹងកន្លែងនេះយើងអាច valid ដូចគ្នាយើងអាចមានប្រសិទ្ធភាពនៅក្នុងការចូលដូចគ្នាប៉ុន្តែជាក់ស្ដែងគឺទីផ្សារបើសិនជាការឡើង moment ខ្លាំងគឺវាតែងតែបង្កើតនៅតំបន់ថ្មីថ្មីក៏ដូចជាតម្លៃថ្មីថ្មីនៅលើទីផ្សារអញ្ចឹងណាដើម្បីឲ្យមានគេហៅថាការគេហៅថាការតាក់ឡើងអញ្ចឹងទៅអូខេឥឡូវយើងមកមើលទាំងអស់គ្នាអញ្ចឹងខ្ញុំចាប់បានតំបន់ pin bar នេះត្រូវអត់អូខេខ្ញុំយកវាជា demand zone ហ្នឹងហើយអញ្ចឹងយើងមើលទាំងអស់គ្នាថាតើទីផ្សារវាទៅយ៉ាងណាអូខេនេះហ្នឹងហើយចំណុចកន្លែងនេះគឺយើងឃើញពេលដែលទីផ្សារមកប៉ះតំបន់ហ្នឹងឡើងភ្លាមអត់ជាមូលហេតុគឺដោយសារតែពេលខ្លះយើងអាចtradeទៅវាប៉ះចំមកព័ត៌មានអីចឹងទៅណាអាហ្នឹងជាកត្តាមួយដែលធ្វើឲ្យយើងគេហៅថាអត់មានឱកាសចូលផ្សារក៏ដូចជាពេលខ្លះយើងលឿនពេកណាដោយសារទីផ្សារវាបុកមកធ្វើការចុះលឿនហើយដល់ពេលចុះលឿនគ្នាយើងគាត់អត់មានconfidence នៅក្នុងខ្លួនហើយមួយទៀតគឺគាត់អត់ទាន់ច្បាស់លាស់ជាមួយនឹងរូបមន្តមេរៀនយើងគឺពេលខ្លះគាត់អត់ចូលទេគាត់តាម sale វិញអញ្ចឹងអានេះហើយជាមូលហេតុដែលចេះតែធ្វើឲ្យគ្នាយើងមានការខាតបង់ដោយសារតែយើងអត់ព្យាយាម follow ទៅតាម trend ណាអញ្ចឹងអ្វីដែលខ្ញុំអាចបង្ហាញបានគឺកន្លែងនេះគឺយើងចាប់ជាលក្ខណៈ pin bar
bullish spin bar ហើយមួយវិញទៀតគឺវាបានបប៉ះហើយវាធ្វើការឡើងតអញ្ចឹងណាអញ្ចឹងកន្លែងនេះគឺយើង miss ឱកាសមួយទៅពេលដែលយើងបាត់បង់ឱកាសមួយអញ្ចឹងថាតើយើងត្រូវគួរធ្វើបែបម៉េចអញ្ចឹងដំបូងគឺយើងអត់អាចធ្វើឲ្យបានទេយើងក្រៅពីយើងចាំមើលទីផ្សារជាក់ស្ដែងថាតើវាមានអ្វីដែលអាចឲ្យយើង confirm ចូលបានទៀតអត់អីចឹងទៅណាអូខេអញ្ចឹងអានេះតែយើងconflict នៅកន្លែងនេះមួយដែរកន្លែងយើងហ្នឹងហើយអូខេអញ្ចឹងកន្លែងនេះគឺយើងនៅតែចាប់វាជាតំបន់ដែលយើងត្រូវការថាតើវាមកដល់អត់ណាវាមកដល់អត់អូខេអញ្ចឹងយើងចាំមើលទាំងអស់គ្នាហ្នឹងហើយឃើញទេអញ្ចឹងនៅក្នុងអំឡុងពេលនេះនៅក្នុងអំឡុងពេលគេហៅថាអានេះមួយហ្នឹងហើយអានេះមួយហេតុអីនឹងវាចុះខ្លាំងណាមូលហេតុដោយសារតែពេលខ្លះវាអាចមកពីកត្តាព័ត៌មានដូចខ្ញុំបញ្ជាក់ខាងលើអញ្ចឹងខាងដើមមិញអញ្ចឹងគឺព័ត៌មានវាតែងតែមានច្រើនណាស់មិនដូចពីមុនទេពីមុនមួយអាទិត្យអីសូវមានព័ត៌មានទេទោះព័ត៌មានក៏ដោយក៏វាធ្វើការឡើងចុះតិចតួចដែរប៉ុន្តែបច្ចុប្បន្នដោយសារតែយើងសេដ្ឋកិច្ចប្រែប្រួលក៏ដូចជាបរិបទទីផ្សារប្រែប្រួលអញ្ចឹងវាធ្វើឲ្យទីផ្សារមានការមុនខ្លាំងមែនទែនណាអូខេអញ្ចឹងអ្វីដែលយើងអាចធ្វើបានគឺយើងព្យាយាមណាដាក់ចូល entry ឬក៏បើ position អីយើងព្យាយាមដាក់ SL ក៏ដូចជា TP បានត្រឹមត្រូវណាដូចអ្វីដែលយើងបានបង្ហាញពីដើមហ្នឹងឃើញទេអញ្ចឹងមិនមែនថាប្រយោជន៍ទេពេលដែលយើងចាប់តំបន់ទាំងអស់ហ្នឹងត្រូវយើងមានឱកាសមួយនៅក្នុងការcontrol ជាមួយនឹង risk របស់យើងខ្លាំងមែនទែនដោយសារតែវាមានជាលក្ខណៈទ្រង់ទ្រាយក៏ដូចជាតម្លៃជាក់ស្ដែងបញ្ជាក់ប្រាប់យើងថាតំបន់ហ្នឹងគឺជាតំបន់ដែលអឺគេហៅថា valid zone ឬក៏តំបន់ដែលមានប្រសិទ្ធភាពខ្ពស់នៅក្នុងការចូលផ្សារហើយសម្រាប់ SL គឺយើងអាចដាក់នៅក្រោមនោះបានណាអឺវាមានភាពងាយស្រួលសម្រាប់យើងបាទហើយឥឡូវយើងចូលមកដល់មេរៀនយើងវិញយើងមកមើលថាតើតំបន់ហ្នឹងវាមកដល់យើងចាំមើលអូខេអូខេនេះទីបំផុតវាមកដល់ហើយហើយចំណុចនេះយើងមើលឃើញណាជាក់ស្ដែងទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការប៉ះវាគឺយើងអាចចាត់ទុកថាយើងចង់ចូលផ្សារកន្លែងហ្នឹងបាទអូខេអញ្ចឹងកន្លែងនេះគឺខ្ញុំចូលលើកទី3តែអញ្ចឹង SL លើកនេះគឺខ្ញុំចំណាយត្រឹមតែ35ពីបទេណា35ពីបទេប៉ុន្តែចំពោះពាក់ព័ន្ធជាមួយនឹងតំបន់ដែលយើងត្រូវយក TP តើនៅណាអញ្ចឹងអ្វីដែលខ្ញុំអាចមើលឃើញទី1បាទទី1យើងឃើញហើយអានេះគេបាទនេះគេនេះអានេះមិន rally ទេអានេះមិន rally ហើយបន្ទាប់មកវាមិនត្រឡប់មកវិញណាអូខេវាមិនត្រឡប់មកវិញអញ្ចឹងកន្លែងនេះគឺវាអាចចាត់ទុកថាជាគេហៅថាតំបន់ best zone ហ្នឹងហើយអញ្ចឹងយើងអាចជាលក្ខណៈ range អានេះអាចចាប់ជាលក្ខណៈ range បានណាអូខេអញ្ចឹងកន្លែងបន្ទាប់គឺយើងចាប់បានតំបន់ supply zone បានហើយប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺយើងយក TP ចំនួនសិនណា TP ចំនួនសិនអូខេយើងចាំមើលថាតើយើងអាចយកដល់អត់ពាក់ព័ន្ធជាមួយ TP យើងគឺអាចបានរហូតទៅដល់380ពីបច្រើនមែនតើអញ្ចឹង SR យើងទៅ35ពីបទេហើយ TP យើងគឺ379ពីបហើយរឿងអីថាយើងអត់ហ៊ានបន្ថយណាព្រោះវាទៅតាមរូបមន្តដែលយើងបានរៀនដូចគ្នាឥឡូវយើងចាំមើលថាតើវាដល់អត់អូខេញ៉េបាទអញ្ចឹងពេលខ្លះវាអាចមានការចំណាយពេលនៅក្នុងការឡើងយូរដោយសារតែទីផ្សារគឺវាពេលខ្លះវា move ខ្លាំងពេលខ្លះវា move អត់ខ្លាំងទេអ្វីយើងអាចធ្វើបានគឺយើងមានភាពអត់ធ្មត់នៅក្នុងការចូលផ្សារអូខេឃើញទេអញ្ចឹងយើងបាន TP អញ្ចឹង TP យើងច្រើនមែនតើពាក់ព័ន្ធជាមួយនឹង TP គឺជាបានរហូតទៅដល់379ពីបណាហើយ SL យើងតូចឲ្យឃើញទេតែ35ពីបទេហើយសួរថាតើវាចំណេញអត់ណាវាចំណេញខ្លាំងវាចំណេញខ្លាំងនៅក្នុងការចូលផ្សារនេះហើយជាconcept ដែលយើងត្រូវតែព្យាយាមសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅណាវានឹងឲ្យផលយើងនៅពេលដែលយើងចេះនៅពេលដែលយើងអាចគ្រប់គ្រងនៅ concept ទាំងអស់នោះបានអូខេ
អញ្ចឹងយើងចូល3 position យើងត្រូវទៅ3ណាអញ្ចឹងពេលខ្លះយើងអាច follow ឲ្យបានត្រូវ trend ណាឲ្យត្រូវ trend ភាគរយច្រើនដែលយើងទទួលផលគឺច្រើនបាទអញ្ចឹងយើងទៅមើលបន្តមើលថាតើយើងមានកន្លែងចូលទៀតអត់អញ្ចឹងយើងមើលទាំងអស់គ្នាឥឡូវនេះអូខេអញ្ចឹងទីផ្សារធ្វើការbreak នៅ supply zone យើងហើយអញ្ចឹងកត្តាមួយនេះគឺទីផ្សារចង់បញ្ជាក់ថា supply zone កន្លែងនេះគឺបានបុកផ្ដាច់ទៅដោយ buyer អញ្ចឹងកន្លែងនេះគឺយើងអត់មានសុពលភាពនៅក្នុងការប្រើប្រាស់ទៀតទេណាពាក់ព័ន្ធជាមួយនឹង supply zone អញ្ចឹងអ្វីដែលយើងអាចធ្វើបានគឺយើងមើលទៀតថាតើប្រព័ន្ធនេះវាមានគេហៅថារូបមន្តមេរៀនដែលយើងចង់ចាប់អត់ចាំមើលយើងមើលមើលអូខេអញ្ចឹងឥឡូវនេះគឺយើងមើលឃើញកន្លែងមួយឃើញទេបងប្អូនឃើញទេកន្លែងគឺជាក៏មានជាលក្ខណៈbullish pin bar ដូចគ្នាដែរអញ្ចឹងយើងអាចចាប់វាបានដូចគ្នាបាទអញ្ចឹងអ្វីដែលយើងអាចធ្វើបានគឺយើងព្យាយាមមើល candlestick ណាក៏ដូចជាមើលលំហូរផ្សារឲ្យបានច្បាស់ហើយយើងព្យាយាមចាប់ឲ្យបានត្រូវណាហើយឥឡូវយើងចាំមើលថាតើវាមានអ្វីដែលយើងអាចចូលបានឬអត់បាទយើងចាំមើលទាំងអស់គ្នាអញ្ចឹងពេលខ្លះផ្សារវាមូលខ្លាំងគឺវាមិនមានឱកាសឲ្យយើងបានចូលទេណាអញ្ចឹងអ្វីដែលយើងអាចធ្វើបានគឺយើងព្យាយាមមើលទៅលើstructure នៃ trend បាទអញ្ចឹងពេលខ្លះយើងអាចបាត់បង់ឱកាសយើងក៏មិនទាន់ជាគេហៅថាខាតបង់ដែរតែព្រោះយើងបានចំណេញពីក្រោមមកហើយណាយើងបានចំណេញពី3 trade មកហើយក្នុងមួយ trade មួយ trade គឺយើងចំណេញរហូតទៅដល់គេហៅថាគុណ10ឬក៏គុណនឹង5គុណនឹង6នៃ risk របស់យើងអញ្ចឹងហើយវាបានន័យថាវាមានផលច្រើនសម្រាប់យើងព្រោះយើងអត់មានឱកាសចូលផ្សារទៀតក៏អត់បញ្ហាដែរត្រូវអត់ព្រោះយើងមានចំណេញច្រើនហើយអញ្ចឹងទៅវាធ្វើឲ្យយើងគ្រប់គ្រាន់នៅក្នុងការចូលផ្សារបាទអូខេអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងគឺយើងត្រូវតែព្យាយាមណាខំប្រឹងរៀនពាក់ព័ន្ធជាមួយនឹងរូបមន្តយើងតាំងពីមេរៀនកន្លងមករហូតមកដល់មេរៀនឥឡូវភាសាអីមេរៀនទាំងអស់នេះគឺវាមានប្រយោជន៍សម្រាប់បងប្អូនយើងទាំងអស់គ្នាមែនដោយសារតែបើសិនជាយើងចេះរូបមន្តច្បាស់លាស់ណាយើងចេះយកមកអនុវត្តឲ្យបានត្រឹមត្រូវទៅតាមក្បួនខ្នាតគឺខ្ញុំជឿជាក់ថាយើងអាចធ្វើវាបានដូចគ្នាណាអូខេអញ្ចឹងមេរៀននេះមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូនរៀនហើយនឹងយកទៅអនុវត្តដោយខ្លួនឯងណាអូខេអញ្ចឹងយើងចាំជួបគ្នានៅវីដេអូក្រោយបាទអរគុណច្រើន